បាទសូមស្វាគមន៍ជាមួយនឹងការវិភាគបាល់ទាត់ Premier League សប្តាហ៍ទី27យប់ថ្ងៃសៅរ៍ទី21កុម្ភៈបងប្អូនសម្រាប់រាត្រីនេះគឺមានការប្រកួតច្រើនសតតែឈ្មោះដែលល្អមើលតែម្ដងបងប្អូនណាហើយសម្រាប់គូឯករបស់យើងក្នុងយប់នេះគឺក្រុម Mikel Manchester City ត្រូវប៉ះគ្នាជាមួយនឹង Newcastle United នៅវេលាម៉ោង3រំលងអាធ្រាត្រយប់នេះបងប្អូនសម្រាប់ Man City យប់នេះគឺទីមទាឈ្នះមែនតើណាដើម្បីប្រជែងបន្ទុកគ្នាជាមួយនឹង Arsenal គៀកមែនតើបាទជំមើលតើយប់នេះ Man City ស៊ីទៅលើ Newcastle ប្រមាណគ្រាប់យើងនឹងធ្វើការនិយាយបន្តិចទៀតនេះបងប្អូនបាទកាលពីនោះក៏មានដូចជាការប្រកួតរវាងក្រុម Chelsea បាទយប់នេះ Chelsea ត្រូវប៉ះគ្នាជាមួយនឹង Burnley នៅវេលាម៉ោង10យប់បងប្អូនណាក៏មានដូចជា Brentford ត្រូវប៉ះគ្នាជាមួយនឹង Brighton មានដូចជា Aston Villa ប៉ះគ្នាជាមួយនឹង Leeds បាទសម្រាប់គូអង់គ្លេសគឺមានគូសំខាន់ប៉ុណ្ណឹងបាទក៏មានដូចជាការប្រកួតនៅក្នុងប្រទេសអេស្ប៉ាញបាទអេស្ប៉ាញយប់នេះគឺមានការប្រកួតរវាងក្រុមបាទ Osasuna ត្រូវប៉ះគ្នាជាមួយ Club Real Madrid បាទនៅវេលាម៉ោង12:30បាទក៏មានដូចជាការប្រកួតនៅក្នុងផ្ទះអាល្លឺម៉ង់បាទអាល្លឺម៉ង់យប់នេះក៏មានគូប្រកួតមួយធំដែររវាងក្លឹបបាទបាយមនិចត្រូវប៉ះគ្នាជាមួយនឹង Frankfurt នៅវេលាម៉ោង9:30នាទីហើយនៅក្នុងប្រទេសបារាំងបាទបារាំងគឺមានការប្រកួតរវាងក្លឹបបាទ Paris Saint-Germain ត្រូវប៉ះគ្នាជាមួយនឹង Metz បងប្អូនណានៅវេលាម៉ោង3:05នាទីសម្រាប់គូរាំងបាទទាំងអស់នេះសុទ្ធតែជាគូសំខាន់ដែលយើងត្រូវនិយាយបន្តិចទៀតនេះប៉ុន្តែមុនធ្វើការនិយាយសំណងពរបងប្អូនចូល Channel Telegram របស់ខ្ញុំម្នាក់មួយទៅមកសិនណាបាទ Channel PCKH ដើម្បីមើលការ live បន្តផ្ទាល់បាទទាត់គូពិសេសរបស់យើងការទម្លាក់គូល្អៗក៏ដូចជាព័ត៌មានកីឡាផ្សេងៗបាទ link គឺមាននៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូន TikTok ចូល profile គឺមាន link នៅក្នុង bio បាទអរគុណច្រើនបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងនិយាយដល់គូសំខាន់ទី1តែម្ដងទៅ Man City ត្រូវប៉ះគ្នាជាមួយនឹង Newcastle នៅវេលាម៉ោង3រំលងអាធ្រាត្រយប់នេះគឺជាការប្រកួតនៅក្នុងសប្តាហ៍ទី27បងប្អូនណាហើយ Man City នៅរាត្រីនេះគឺតឲ្យ Arsenal រៀងគូសមដែរបាទ1+1កន្លះទៅលើក្រុម Newcastle United បងប្អូនគិតយ៉ាងណាដែរណាបាទយើងនិយាយអំពីប្រវត្តិប៉ះគ្នាបងប្អូនណា10លើកចុងក្រោយដែលប៉ះគ្នាគឺ Man City ឈ្នះចំនួន7ដងទៅលើ Newcastle បាទ Newcastle ឈ្នះ2ដងមកវិញដែរហើយស្មើគ្នាចំនួន1ដងណាការប្រកួតចុងក្រោយបំផុតនៅក្នុងជើងទី1បាទពេលនោះគឺក្រុម Mikel Manchester City នេះបានយកឈ្នះទៅលើក្រុម Newcastle ក្នុងលទ្ធផល3-1ណាហើយបើនិយាយអំពី5ប្រកួតចុងក្រោយរបស់ Man City គឺគាត់ធ្វើបានល្អបងប្អូន5ប្រកួតអត់ដែលចាញ់ទេគឺឈ្នះ4ស្មើ1ណាឈ្នះ4ស្មើ1ប្រកួតចុងក្រោយរបស់ Man City បានយកឈ្នះទៅលើក្រុម Salford ក្នុងលទ្ធផល3-0បាទក្នុងពាន FA Cup ហើយសម្រាប់ Newcastle មករយៈនេះដូចជាមិនទេមិនសូវជាល្អមកដែរប៉ុន្តែយើងមើលឃើញថា3ប្រកួតរបស់គាត់រៀងងើបមុខវិញណាបាទ3ប្រកួតចុងក្រោយរបស់ Newcastle គឺឈ្នះទាំង3ប៉ុន្តែបើនិយាយពី5ប្រកួតគឺឈ្នះ3ចាញ់2ណាឈ្នះ3ចាញ់2ប្រកួតចុងក្រោយគាត់ធ្វើបានល្អបានលុតទៅលើក្រុម Karabakh របស់ប្រទេសអាស៊ានបៃសងរហូតដល់6-1បងប្អូនណាគឺជាប្រកួតUEFA Champions League វគ្គ Play-off អញ្ចឹងតាក់ទងនឹងប្រវត្តិតាំងពី5ប្រកួតការប៉ះគ្នា10លើកក៏នៅតែ Mikel Manchester City ល្អជាងដែរឥឡូវយើងមកនិយាយអំពីការដាក់កីឡាករលេងនិងកីឡាកររបួសយប់នេះបងប្អូនបាទ Man City យប់នេះរបួសមាន4នាក់បងប្អូនណាមានដូចជាកីឡាករ Mateo Kovacic មានដូចជា Chilwell ក៏ដូចជា Jeremy Doku ហើយក៏មានដូចជាកីឡាករចំណូលថ្មី Mark Allen ណាក៏របួសដែរនៅក្នុងរាត្រីនេះអញ្ចឹងសម្រាប់ Newcastle បាទ Newcastle របួសច្រើនបងប្អូនមាន Visa មាន Gamoria បាទ Mioli Livramento ខ្សែការពារបាទក៏ដូច Fabian Ska របួស Sven Botman ក៏របួសដែរបងប្អូនអញ្ចឹងភាគច្រើនសម្រាប់ Newcastle គឺរបួសនៅតំបន់ការពារនិងបម្រើការពារបានណាបងប្អូនអញ្ចឹងសម្រាប់ Man City យប់នេះប្រើទម្រង់4-3-3បាទ4-3-3ហើយសម្រាប់ខាងក្រុម Newcastle ក៏4-3-3ដូចគ្នាដែរទម្រង់ដូចគ្នាណា Man City នេះដូរទម្រង់គ្រប់ការប្រកួតម្ដងពេលខ្លះ4-1-4-1ពេលខ្លះ4-2-3-1ពេលខ្លះ4-3-3បាទដូររហូតពេលខ្លះក៏ប្រើ4-4-2ដែរពេលខ្លះ4-2-2-2ប្រើចម្រុះតែម្ដងសម្រាប់ Pep Guardiola គាត់និយាយទៅគាត់ពូកែក្នុងការរៀបក្បួនណាបាទ Man City យប់នេះអ្នកចាំទីគឺកីឡាករ Donnarumma ខ្សែការពារ Matheus Nunes បាទ Ruben Dias ក៏ដូចជាកីឡាករ Marc Guehi ខាងឆ្វេងគឺកីឡាករ Ryan Murray តំបន់បម្រើមានដូចជាកីឡាករ Bernardo Silva Rodri ក៏ដូចជា Nico Orelli តំបន់ប្រយុទ្ធ3នាក់មានដូចជា Phil Foden បាទ Erling Haaland ខាងឆ្វេងគឺកីឡាករ Semenyo បាទ Anthony Semenyo ណាបាទអញ្ចឹងបងប្អូនគិតយ៉ាងណាដែរហើយសម្រាប់ខាង Newcastle គឺមានដូចជាអ្នកចាំទី Nick Pope ខ្សែការពារ Lewis Hall មាន Bone មានដូចជាកីឡាករ Matthias Thiaw ក៏ដូចជា Kieran Trippier បាទសម្រាប់តំបន់បម្រើមាន Joelinton មាន Sandro Tonali Willock តំបន់បម្រើប្រយុទ្ធបម្រើប្រយុទ្ធមានប្រយុទ្ធមកមិនបម្រើយុទ្ធជាស្រ័យបាទតំបន់ប្រយុទ្ធតែម្ដងគឺបាទ
កីឡាករ Jacob Ramsey Anthony Gordon ក៏ដូចជា Anthony Elanga ណាអញ្ចឹងបើយើងនិយាយអំពីបញ្ហាតាក់ទងនឹងកីឡាករគឺ Man City គេសម្បូរកីឡាករដែលមានធនធានល្អជាងណាបងប្អូនប៉ុន្តែសម្រាប់ Newcastle នេះក៏មានកីឡាករថ្លៃដូចជា Anthony Gordon Sandro Tonali តម្លៃសត100 លានហើយបាទមិនថោកទេអញ្ចឹងតាក់ទងនឹងកីឡាករខ្ញុំអាចនិយាយថា Man City គឺមានប្រៀបជាងតាក់ទងនឹងកីឡាករណាបាទហើយបើនិយាយអំពីប្រព័ន្ធលេងរបស់ Mikel Manchester City សម្រាប់កីឡាករមើលឃើញថាគាត់មានភាពសហការគ្នាជាក្រុមវិញហើយបងប្អូនណាការលេងមានទម្រង់ឡើងវិញមិនសូវជាខូចបាល់ណាដូចមុនទេបាទដើមការនោះយើងពិបាកមែនទែនបាទរៀងដូចជាប៉ះបល់ខុសលេងអត់ត្រូវទម្រង់គ្នាអញ្ចឹងណាលេងអត់សូវយល់ចិត្តគ្នាកីឡាករដូចថាប្រហែលជាទិញកីឡាករថ្មីមកអត់សូវជាត្រូវគ្នាបាទអត់សូវជាចូលរួមចិត្តតែមួយជាមួយនឹងកីឡាករចាស់អញ្ចឹងប៉ុន្តែបច្ចុប្បន្នមើលឃើញថាពួកគាត់ដូចជាថ្នឹកហើយបាទដូចជាថ្នឹកហើយណាការប៉ាសេមិនសូវជាខូចក៏មានការសុទ្ធបាល់អីក៏ល្អដែរបាទប៉ុន្តែគាត់ថាបញ្ហាសម្រាប់ Haaland គឺពិបាករកគ្រាប់បាល់បន្តិចបងប្អូនណាដោយសារតែគាត់បាត់បង់ដៃម្ខាងបាទគឺ Kevin De Bruyne បាទដែលជាអ្នកតែងតែធ្វើឲ្យ Haaland រកគ្រាប់បាល់បានបងប្អូនឃើញបាទ De Bruyne គឺគាត់នេះឯងជាអ្នកបញ្ជូនបាល់ឥតខ្ចោះទៅឲ្យ Haaland ជាអ្នកសុទ្ធណាអញ្ចឹង Haaland នៅពេលដែលមាន Kevin De Bruyne គឺគាត់រកគ្រាប់បាល់បានច្រើនមែនទែនប៉ុន្តែបច្ចុប្បន្នអត់មាន De Bruyne គឺគាត់ដូចជាវាបាក់ស្លាប់ដែរណាពិបាកក្នុងការរកគ្រាប់បាល់មែនទែនសម្រាប់ Man City យើងមើលឃើញថាការរកគ្រាប់បាល់របស់គាត់ចេញពីច្រើនចេញពីតំបន់មកប្រើឬក៏ស្លាប់ឆ្វេងស្លាប់ស្ដាំអញ្ចឹងសម្រាប់ Haaland ដូចជាមិនលេចធ្លោទៀតទេប៉ុន្តែសួរថាទម្រង់លេងរបស់ Haaland ធ្លាក់អត់គឺអត់ធ្លាក់ទេនៅតែល្អដែរគាត់ថាគាត់ខ្វះដៃគូណាបើសិនជាគាត់រកឃើញដៃគូដូច De Bruyne ត្រឡប់មកវិញ Haaland នៅតែអាចរកគ្រាប់បាល់ច្រើនដូចរដូវកាលមុនអញ្ចឹងបងប្អូនហើយសួរថាកីឡាករថ្មីហ្នឹងបើប្រៀបនឹងកីឡាករចំនួនមុនយ៉ាងម៉េចដែរខ្ញុំអាចនិយាយថាកម្រិតលេងរៀងទាបជាងបន្តិចណាបាទកម្រិតលេងកីឡាករថ្មីដូចជា O'Reilly ដូច Semenyo ដូចជាបាទ Phil Foden គ្នានៅក្មេងនិយាយទៅ Phil Foden នៅប៉ុណ្ណឹងបើយើងប្រៀបនឹងចំនួនមុនជាមួយ De Bruyne ជាមួយអីនោះគាត់អត់ទាន់ដល់កម្រិតពួកគាត់ទេណាអត់ទាន់ដល់កម្រិតសម័យ Gundogan នៅខ្លាំងក៏ខ្លាំងដែរប៉ុន្តែលើពួកគាត់ចាស់ហើយអញ្ចឹងកីឡាករថ្មីនេះវាអាចថាប្រើបានល្អគាត់ថាកម្រិតអត់ទាន់ដល់ចំនួនមុនទេបងប្អូនណាអត់ទាន់ដល់ចំនួនមុនទេអញ្ចឹងយើងមកមើលអំពីបច្ចុប្បន្ន Newcastle បើយើងប្រៀបជាមួយ Man City ខ្ញុំនិយាយថាស្ដើងជាង Manchester City បងប្អូនណានៅក្នុងរាត្រីនេះខ្ញុំគិតថា Man City នឹងឈ្នះបាទព្រោះប៉ះគ្នា2លើកចុងក្រោយគឺស៊ីសុទ្ធតែលើក2គ្រាប់បាទ 2-0 3-1 អញ្ចឹងនៅក្នុងរាត្រីនេះខ្ញុំគិតថា Manchester City នៅតែអាចបន្តឈ្នះទៅលើក្រុម Newcastle ដដែលអាចនឹងលទ្ធផល3-1ទៀតបាទនេះបងប្អូនណាអាចនឹងលទ្ធផល3-1ឬក៏2-0ទៀតសម្រាប់រាត្រីនេះអញ្ចឹងគូនេះខ្ញុំrecommend ថាបងប្អូនអាចនឹងវាយ Manchester City បានបាទបាល់នេះអាចនឹង3-1ណាវាយ Man City អរគុណច្រើនអូខេយើងនិយាយដល់ Chelsea បាទ Chelsea ជំនេះត្រូវប៉ះគ្នាជាមួយ Burnley បងប្អូនណា Chelsea ត្រូវប៉ះគ្នាជាមួយ Burnley នៅវេលាម៉ោង10គូនេះលេងមុនទេហើយ Chelsea តច្រើនពេកគូនេះបើហ៊ានតតែមកគ្រាប់កន្លះខ្ញុំអាចនឹងលេង Chelsea ណា Chelsea ជំនេះតដល់2គ្រាប់បងប្អូនបាទត2គ្រាប់ឲ្យទៅលើ Burnley ណាBurnley នេះមិនបានទេបាទទុកចិត្តអត់បានទេណា Burnley នេះទុកចិត្តអត់បានទេលេងអត់ថ្លាក់អញ្ចឹងឯងប៉ុន្តែឲ្យទៅប៉ះគ្នាជាមួយក្រុមខ្លាំងមិនដឹងជាមិនគាត់មិនឈ្នះគេក៏បានទប់គេយកស្មើឬក៏មិនឲ្យអ្នកវាយឈ្នះដែរបាទតែតដៃបានអញ្ចឹងប៉ះគ្នាជាមួយ Crystal ស៊ី Crystal អញ្ចឹងតែបាទប៉ះគ្នាជាមួយ Spurs ស្មើគ្នាជាមួយ Spurs ប៉ះគ្នាជាមួយ Liverpool ស្មើជាមួយ Liverpool អញ្ចឹងបាទប៉ះគ្នាជាមួយ Man U ស្មើគ្នាជាមួយ Man U បងប្អូនគិតមិនឥឡូវហ្នឹងនិយាយទៅឲ្យតែប៉ះក្រុមធំគាត់លេងស្មើគេយ៉ាងច្រើនស៊ីលើមួយគ្រាប់ឯងប៉ុន្តែប៉ះក្រុមខ្សោយគាត់ចាញ់ណា Burnley ហ្នឹងអញ្ចឹងយប់នេះខ្ញុំគិតថា Chelsea រៀងតឹងវិញជាមួយ Burnley ហ្នឹងថា Burnley ហ្នឹងជាក្រុមខ្សោយប៉ុន្តែវាមិនដឹងមិនស៊ីវ៉ាដាច់អញ្ចឹង2គ្រាប់នេះច្រើនណាបងប្អូនណា2គ្រាប់ច្រើនសួរថា Chelsea យប់នេះឈ្នះអត់ខ្ញុំគិតថាឈ្នះប៉ុន្តែវាតឹងបាទនេះអាចនឹង Chelsea ស៊ីក្នុងលទ្ធផល2-1 2-0 2-1វាអត់ដាច់គ្រាប់តបងប្អូនបាទ2-0 2-1នឹងឯងបាទប៉ុណ្ណឹងណាអ្វីដែលខ្ញុំគិតបងប្អូនឲ្យពិចារណាទៅអញ្ចឹង2គ្រាប់នេះប្រយ័ត្នអត់ដាច់សម្រាប់តោខៀវ Chelsea បាទហើយបើនិយាយអំពីកីឡាករ Chelsea យប់នេះមើលដាក់កីឡាករខ្លះមាន Joao Pedro Cole Palmer Pedro Neto Enzo Fernandez បាទដូចជា Santos Moises Caicedo ពេញជើងធម្មតាទេបាទហើយសម្រាប់ការណាឈោឥឡូវសូវលេងសូវបានលេងណាបាទការណាឈោនេះកាលមុនខ្ញុំ
trong khai chụp fan mà qua đại bạn trong control của bạn ta đầuมือคือจะรับอย่างยับก็ยืนกายปลายก็ดูอย่างมาเลยchứ là mình không khỏi bạn rồi nhưng cũng muốn khuyên làm dầm ma lo ấy chính thức trong control vô thư idol chứ đặc biệt khuyên trả đượcอย่างยับก็lên ta bạn là có ở đôi chỉ vô thư chỉ idol là cao sốc bạn chẳng sốc chất control club tận mong ta bạn bạn là có bố của mình chờ đây dùng đi mình mặc Coca-Cola bên ấy mà bố này bạn sẽ gặp Belarus Korea បានអីទេបាទសម្រាប់ Chelsea យប់ហ្នឹងក៏ឈ្នះខ្ញុំជឿថាឈ្នះក៏ថាបញ្ហាគឺអត់ដាច់កតហ្នឹងឯងណាបាទនេះទូទាថា2-1បងប្អូនណា2-1ឬក៏2-0នេះហ្នឹងឯងបាទអាចស្មើកតឲ្យបងប្អូនចាញ់បាទបើសិនជាលេង Chelsea ឧតច្រើនតពីកងគេលេងទេហើយសម្រាប់គូ Brentford ជាមួយ Brighton Brentford ជាមួយ Brighton គូនេះខ្ញុំស្រឡាញ់ Brentford បងប្អូនណា Brentford គឺជាក្រុមមួយដែលនឹងធឹងបើប្រៀបនឹង Brighton លើធ្លាក់ជើងណាបាទ Brighton ធ្លាក់មែនទែនបងប្អូនណា5ប្រកួតអត់ឈ្នះទេបាទ5ប្រកួតអត់ឈ្នះទេហើយចាញ់4ស្មើ1ប្រកួតចុងក្រោយចាញ់ Liverpool 3-0 ទៀតយប់នេះ Brighton គឺល្អ Brighton យើងមើលឃើញការលេងរបស់គាត់ប៉ះគ្នាជាមួយនឹង Arsenal អីមើលឃើញគាត់លេងអត់ខ្លាច Arsenal ទេបាទបុកសាហាវតែម្ដងអញ្ចឹងសម្រាប់គូនេះខ្ញុំទស្សន៍ទាយថា Brentford អាចនឹងឈ្នះទៅលើ Brighton បងប្អូនណាអាចនឹងឈ្នះទៅលើ Brighton ហើយក៏មានថាស្មើដែរក៏មានអត្រាស្មើដែរគាត់ថាម្ចាស់ផ្ទះមានប្រៀបជាងយប់នេះបងប្អូនអញ្ចឹងគូនេះខ្ញុំអាចនិយាយថាបើមិនមួយស្មើ Brighton C2-1 បងប្អូនណាបើមិនមួយស្មើ Brighton C2-1 បាល់នេះបើសិនជាបងប្អូនវាយ Brighton អត្រាឈ្នះ 75% ណានេះជាកម្រិតរបស់ខ្ញុំបងប្អូន Aston Villa ជាមួយ Leeds បាទ Aston Villa ជាមួយ Leeds យប់នេះក៏គ្រាន់បើដែរបាទកន្លះដាច់តតិចពេកបងប្អូនណា Aston Villa ខ្លាំងណាស់ព្រោះជាមួយ Leeds ដូចជាមិនទេ Leeds ខ្លាំងដែរអីខ្ញុំក៏មិនបានតាម Leeds អីណាដែរបងប្អូនវាច្រើនពេកណា Leeds ក៏វាជាក្រុមខ្លាំងមួយដែរបាទមិនខ្សោយពេកទេថ្ងៃលេងទី15អូយ Aston Villa គេល្អជាងបងប្អូនបន្តទៅពេកហើយកន្លះដាច់អត់អីទេគូ Aston នេះវាអត់ថត់ក្នុងគម្រោងរបស់ខ្ញុំលេងបងប្អូនណាប៉ុន្តែសម្រាប់ខ្ញុំគិតថា Aston ឈ្នះនៅក្នុងរាត្រីនេះតាមកន្លះដាច់ល្មមបងប្អូនបាយក៏បាយទៅខ្ញុំអត់ហាងគាត់ទេវាបាក់ផាយជាមួយ Brentford ដែរវាអាច75%ណាខ្ញុំសុខចិត្តរើសគូណាដែលវាអាចនឹងគៀក 90% ចឹងទៅយើងអ្នកទ្វីបឈ្នះជាង75នោះវាពិបាកបន្តិចណាបងប្អូនចាបងប្អូនត្រូវស្ដាប់ឲ្យច្បាស់ណាខ្ញុំមិនមែនថាAston នឹងឈ្នះឬក៏នេះទេគូនេះគឺខ្ញុំនិយាយថាប្រយោលណាបងប្អូនប្រយោលគឺអត់ហ៊ានស្មានផ្ដេសផ្ដាសទេគាត់ថាកម្រិតរបស់ខ្ញុំគឺខ្ញុំគិតថា Aston Villa អាចនឹងឈ្នះប៉ុន្តែគាត់ថាអត្រាស្មើមានដែរបងប្អូនពិចារណាបន្ថែមទៅគូនេះបងប្អូនណាបាទអញ្ចឹងបាទខ្ញុំអាចទូទាយថាបើមិន2-1 Aston C2-1ក៏មួយស្មើដែរបងប្អូនច្រើនគេនិយាយរៀលបងប្អូនណាបាទនិយាយពីរៀលជាមួយនឹងអូសាសូណាបាទរៀលជាមួយអូសាសូណានេះបាទរៀលគឺត្រូវការឈ្នះខ្លាំងមែនទែនក្នុងរាត្រីនេះបាទដើម្បីឲ្យប្រទុឲ្យឆ្ងាយពី FC Barcelona តិចបងប្អូនថ្ងៃនេះលើកទៅលើ Barca តែ2ពិន្ទុទេហើយអូសាសូណាក៏មិនមែនជាក្រុមខ្លាំងអីណាដែរប៉ុន្តែក៏យើងមិនអាចមើលងាយបានដែរណាបាទព្រោះក្រុមដែលខ្សោយដល់ពេលដែលប៉ះក្រុមខ្លាំងអញ្ចឹងក្រុមខ្លាំងលេងមិនសូវស្ដាច់ប្រហែលទេបើខ្លាំងប៉ះនេះជាមួយខ្លាំងមកnóស្រួលលេងបងប្អូនសម្រាប់ខ្ញុំណាបើខ្លាំងប៉ះនេះជាមួយខ្លាំងហ្មងស្រួលលេងវិញទេបាទខ្លាំងប៉ះគ្នាជាមួយនឹងក្រុមខ្សោយនេះគឺពិបាកលេងណាយើងពិបាកលេងបងប្អូនឆ្ងល់ទៅហ្នឹងក្រុមខ្សោយប៉ះគ្នាជាមួយក្រុមខ្លាំងឈ្នះហើយវាឈ្នះហើយប៉ុន្តែពេលខ្លះគាត់ឈ្នះតែគាត់វាបញ្ហាឬចំណុចថាគាត់ឈ្នះតែគាត់ហ្នឹងណាបាទគាត់ត2គ្រាប់អីចឹងទៅហើយគាត់ស៊ីតែ1-0គាត់ឈ្នះហើយបាទ2-1គាត់ឈ្នះដែរយើងអ្នកចាត់ណាព្រោះខ្ញុំនិយាយខ្ញុំមិនបដោតទៅលើអ្នកគ្រប់គ្រងក្រុមទេខ្ញុំបដោតទៅលើអ្នកវិនិយោគបាល់ទាត់បងប្អូនណាអញ្ចឹងគឺអ្វីដែលយើងពិបាកត្រង់ចំណុចហ្នឹងបើក្រុមរៀលម៉ាឌ្រីតប៉ះគ្នាជាមួយលីវើពូលអញ្ចឹងទៅវាស្រួលអត់សប្បាយហ្មងអត់សប្បាយលេងវិញបាទអត់សប្បាយលេងវិញចឹងសម្រាប់រាត្រីនេះរៀលម៉ាឌ្រីតក៏មិនតច្រើនពេកដែរទៅលើក្រុមអូសាសូណាបងប្អូនតើត្រឹមតែកន្លះពុកមួយទេបងប្អូនគូនេះខ្ញុំគិតថាលេងបានណាព្រោះវាមិនតិចពេកបាទមិនតិចពេកទេសម្រាប់កន្លះពុកមួយនេះព្រោះរៀលលេងក្រៅដីនេះបើសិនជាលេងក្នុងដីខ្ញុំគិតថាគ្រាប់តអាចនឹង1 1 កន្លះប៉ុន្តែដោយសារតែរៀលលេងនៅក្រៅដីក្នុងទឹកដីអូសាសូណាបាទសម្រាប់គូនេះខ្ញុំវាយបងប្អូនណាខ្ញុំសុខចិត្តវាយរៀលម៉ាឌ្រីតដែរបាទវាយរៀលម៉ាឌ្រីតកន្លះពុកមួយហើយបើនិយាយពីប្រវត្តិប៉ះគ្នា
បាទប្រវត្តិបាក់គ្នាក្រុមទាំងពីរដកលើកចុងក្រោយបាទអូសាសូណាអត់ដាច់ឈ្នះទៅលើរៀលម៉ាឌ្រីតទេណាបាទរៀលឈ្នះ7ស្មើ3ប្រកួតចុងក្រោយរៀលបានយកឈ្នះទៅលើអូសាសូណានេះតែ1-0ទេនៅក្នុង Santiago Bernabeu ណានៅក្នុងទឹកដីរបស់រៀលម៉ាឌ្រីតចឹងស៊ីតែ1-0វាពិបាកដែរអញ្ចឹងបានតបន្តិចដែរណាបាទតែយប់នេះខ្ញុំជឿថារៀលឈ្នះហើយបងប្អូនបាទរៀលឈ្នះហើយដាក់ទៅវាយរៀលមកបាច់គិតច្រើនកីឡាករយប់នេះមើលបាទមានដូចជា Vinicius Junior មាន Mbappe Arda Güler Camavinga Tchouaméni Valverde បាទបនការពារ Carreras Dean Huijsen Raúl Asensio Trent Alexander-Arnold អ្នកចាំទី Thibaut Courtois បាទសម្រាប់កីឡាករ Jude Bellingham របួសហ្នឹងបងប្អូនណារបួសមានដូចជា Militao Rodrigo Jude Bellingham Tchouaméni បាទTchouaméni អត់របួសទេអធិស្ឋានបាទមាន3នាក់ទេមាន Jude Bellingham បាទ Rodrigo ក៏ដូចជា Militao ណាបាទអធិស្ឋានអញ្ចឹងសម្រាប់គូ Real Madrid នេះគឺវាយតែម្ដងបាទមិនបាច់គិតច្រើនដាក់ទៅបាទយ៉ាងច្រើនសៀងស្អែកទាំងអស់គ្នាបាទវាយ Real បងប្អូនបាទ PSG ជាមួយនឹង Met បងប្អូនណា PSG ជាមួយ Met នេះ PSG ក៏តច្រើនដែរពីគ្រាប់ទៅលើ Met គូ PSG នេះខ្ញុំទូទាយថា2-1តែម្ដងបងប្អូន PSG ស្ដាច់ទេអា Met នេះក៏ខ្លាំងដែរវាមិនខ្លាំងអីដល់កម្រិត PSG តែគាត់តែគឺជាក្រុមមួយដែលមិនអាចមកងាយ5ប្រកួតអាចឈ្នះទេបាទចាញ់4ស្មើ2អញ្ចឹងបាន PSG ហ៊ានតរហូតដល់2គ្រាប់ប៉ុន្តែ PSG ជាក្រុមមួយដែលបងប្អូនដឹងហើយបាទចំណាយច្រើនបាទក៏ផ្ដោតទៅលើពាណិជ្ជកម្មច្រើនដែរណាបងប្អូន PSG នេះអ្នកវាយក៏មិនសូវជាបានសុខជាមួយគាត់ច្រើនបានដែរបងប្អូនដែលធ្លាប់វាយដែរហើយបាទលេង PSG ពីច្រើនចាញ់ណាប្រយ័ត្នប្រយែងយប់នេះប្រយ័ត្នតែគាត់តសួរថា PSG ឈ្នះអត់ឈ្នះចាត់តែឈ្នះតែគាត់ណាសម្រាប់ Paris Saint-Germain 2គ្រាប់ច្រើនបងប្អូនយើងរកគូណាដែលត្រឹមតាមគាត់កលាក់ចុកក្រោមច្រើនបំផុតតាមកលាក់បុក2អញ្ចឹងណាបាទវា2គ្រាប់ចឹងក្រុមស៊ី2គ្រាប់យើងបានស្មើយើងវាបន្ថយខ្លាំងពេកណាចឹងអត្រាដែលយើងឈ្នះវាមានតែ 25% ទេអញ្ចឹងយើងមានតែចាញ់ហើយស្មើអត្រាដែលយើងចាញ់ហើយស្មើវាច្រើនជាងអត្រាដែលយើងឈ្នះណាបើគេត2គ្រាប់អញ្ចឹងបងប្អូនខ្ញុំគិតថា2គ្រាប់មិនលេងទេបាទអញ្ចឹង PSG យប់នេះខ្ញុំអាចនិយាយថាអាចនឹងលទ្ធផល 2-0 ឬក៏ 2-1 ទៅលើក្រុម Met ណាបងប្អូនខ្ញុំច្រើនហើយបើយល់ម៉ានិចត្រូវប៉ះគ្នាជាមួយ Brentford តច្រើនណាបើយល់ម៉ានិចនេះក្តៅក្រហាយគូនេះបើសិនជាបាយ័នតត្រឹម2គ្រាប់ខ្ញុំវាយបាយ័នណាបងប្អូនតែត2កន្លះខ្ញុំខ្លាចបាយ័ន C3-1 អញ្ចឹងទៅយើងមិនងាប់បាទត2កន្លះដាច់ទៅលើក្រុម Eintracht Frankfurt បាទ Eintracht Frankfurt បាទ2កន្លះដាច់បងប្អូនហ៊ានលេងក៏វាយទៅខ្ញុំហ៊ានលេងដែរ Frankfurt ហ្នឹងក៏មិនខ្សោយដែរបាទបាយ័នដល់ខ្លាំងហើយបើតច្រើនពេកណាតច្រើនឡំទេខ្ញុំហ៊ានលេងទេបងប្អូនបាយ័នខ្ញុំគិតថាឈ្នះបាល់នេះមិនស្រួល3-1 3-1ខ្ញុំគិតថា Brentford អាចតដៃបានមើលមិន3-1 4-2 បានលេ over តំណងមិន over ច្រើនទេបងប្អូន over បន្តិចទេបាទ over ដូចជា4 4 4កន្លះហ៎បងប្អូនណា4 4កន្លះច្រើនណាអញ្ចឹងពិបាកតច្រើនអញ្ចឹង under ក៏មិនហ៊ានវាយក៏មិនហ៊ានរងក៏ពិបាកបាទគូអញ្ចឹងបាច់លេងទេបងប្អូនណាយើងរកគូណាដែលត្រឹមកន្លះគ្រាប់មួយគ្រាប់មួយកន្លះអីចឹងទៅបានណាបាទគូណាត2កន្លះ2កន្លះ3ខ្ញុំគិតថាបាច់ទេបាទមិនបាច់ទេបាទគូបាយ័ននឹងទូទាថាបាយ័ននឹងឈ្នះទៅលើ Frankfurt 3-1ណាអរគុណច្រើនអញ្ចឹងជូនជាតម្រុយបាល់3គូសម្រាប់យប់នេះតែម្ដងទៅមានដល់4ណាបងប្អូនណា3គូពិសេសហើយគូបន្ទាប់សងមួយបន្ថែមបាទគូទី1ខ្ញុំគិតថាវាយ Real Madrid បាទវាយ Real Madrid កន្លះបូក1ណាវាយ Real Madrid កន្លះបូក1គូទី2វាយ Man City តែម្ដងបាទវាយ Man City 1.25 ទៅលើ Newcastle ណាបាទគូទី3បើយក Leverkusen វាយ 0.25 ណាបើយក Leverkusen មានក៏ល្អដែរបាទវាយ 0.25 ដូចជាប៉ះគ្នាជាមួយនឹង Union Berlin បាទប៉ះគ្នាជាមួយ Union Berlin ទឹកដី Union Berlin ណាប៉ុន្តែបើយក Leverkusen មួយរយៈនេះគេរៀងឡើងជើងដែរអញ្ចឹងខ្ញុំគិតថាយប់នេះល្អសម្រាប់បើយក Leverkusen ណា 0.25 ទេបាទមានសូស្មើទៀតបងប្អូនយកជំរឿនមួយណាក៏បានដែរបាទអញ្ចឹងចាំម្ដងទៀត3គូមានដូចជាទី1វាយ Real Madrid ទី2វាយ MQ Manchester City ទី3គឺ Bayer Leverkusen បាទ 0.25 ណាហើយសម្រាប់គូបន្តសំមួយទៀតបើបងប្អូនចង់លេងក៏លេងទៅណានៅសម្រាប់បងប្អូនវា3គូក៏3គូបើបងប្អូនចង់បន្ថែមអីសាច់ចិត្តទេគូទី4ដែលយើងមើលឃើញទំនងនោះគឺ Toulouse បាទជាមួយនឹងប៉ះគ្នាជាមួយនឹង Paris SC ណាបាទ Toulouseជាមួយ Paris SC នេះលេង over 2កន្លះបាទលេង over 2កន្លះបាទ
ទូលជាមួយនឹងបារី SC អរគុណច្រើនសម្រាប់ការតាមដានហើយកុំភ្លេចចូល channel Telegram ខ្ញុំបាទ VCKH ដើម្បីមើលការ live បន្តបាទតពិសេសរបស់យើងកុំឲ្យខកខានបាទ link មាននៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube ចូលនៅក្នុង description សម្រាប់បងប្អូន TikTok ចូលក្នុង profile គឺមាន link ក្នុង video បាទអរគុណច្រើនសូមគោរពលា